ចាសួស្តីនេះគឺជាវីដេអូទី2ហើយបន្ទាប់ពីយើងបានមកដល់ហើយយើងក៏សម្រាប់មកផ្លេតមកសន្ទុះដែរតបមកយើងក៏ចុះមកក្រោមទៅរកអីញ៉ាំហើយនៅខាងក្រោមនោះគឺជាmall ហើយរដូវកាលនេះគឺជារដូវកាល Christmas ទៅដល់ណាក៏ឃើញតែដើម Christmas ដែរប៉ុន្តែកន្លែងនេះស្អាតតែគេរៀបចំមកទៅដូចរោងការអញ្ចឹងអូខេឥឡូវយើងមករកបានកន្លែងញ៉ាំអីហើយអានេះដល់វគ្គខំមាត់ខំកហើយនេះហៅលូវីឲ្យមកអង្គុយវាមិនអង្គុយវាដើររហូតដើរជុំវិញតុណៃហើយម្ហូបដែលខ្ញុំញ៉ាំត្រឹមមកទាំងគេមានម្ហូបវៀតណាមឯងហើយអានេះគឺជា favorite របស់ខ្ញុំហើយអូខេឥឡូវម្ហូបយើងបានមកដល់ហើយបន្ទាប់ពីញ៉ាំហើយក៏ដើរមើលគេឲ្យមកផ្លេតទៅដើរចុះដើរឡើងឃើញថាអីយ៉ានេះផ្សារ Eon ដែរនេះហើយបន្ទាប់មកយើងក៏ say good night ក៏ good morning ឥឡូវដល់វគ្គញ៉ាំអាហារពេលព្រឹកហើយលូវីពេលខ្លះគេគាត់អង្គុយញ៉ាំស្រួលដូចមនុស្សធំអញ្ចឹងតែពេលខ្លះបើគាត់អត់ចង់អង្គុយគឺគាត់ដើរជំវិញនឹងហ្មងចឹងមិនថាពេលខ្លះក៏ស្រួលពេលខ្លះក៏ពិបាកចាប់អត់ជាប់ហើយបន្ទាប់មកអង្គគេហ្នឹងក៏ recommend ថាយកលូវីទៅលេងកន្លែងនេះក្មេងៗចូលចិត្តទៅលេងណាហើយលូវីទៅដឹងសប្បាយហ្មងប៉ុន្តែនៅពេលដែលចូលទៅយើងចូលទៅយើងទិញសម្បត្តិហើយ3នាក់នឹងអស់ឡើង200ជាងដល់ពេលដែលចូលទៅគេឲ្យលុយលក្ខណៈដូចកូប៉ុងអញ្ចឹងណាលុយខ្លាំងខ្លាអញ្ចឹងណាពេលយើងចង់លេងអាណានេះអញ្ចឹងយើងត្រូវការឲ្យលុយគេបង់លុយគេឲ្យប្រមាណអញ្ចឹងទៅប៉ុន្តែមិនមែនលេងនេះនៅពេលដែលចូលទៅខ្ញុំមានអារម្មណ៍ថាចុះអានេះគេលេងយ៉ាងម៉េចស្អីគេឃើញក្មេងរត់ប្រព្រាតពេញទៅនឹងហើយដល់មើលទៅមានតាំងពីប្លុតអគីភ័យមានតាំងពីឡានសង្គ្រោះបន្ទាន់មានតាំងពីសាឡនមានតាំងពីពេទ្យមានតាំង food panda មានទាំងពេទ្យសត្វមានអីហើយតលេងអីលក្ខណៈថាដូច role play លក្ខណៈថាក្មេងក៏ចង់លេងអាហ្នឹងអញ្ចឹងយើងបង់លុយគេឲ្យស្លៀកពាក់ឯកសណ្ឋានឧទាហរណ៍ខាងប្លុតអគីភ័យស្លៀកឯកសណ្ឋានប្លុតអគីភ័យហើយទៅអនុវត្តក្នុងការប្លុតអគិភ័យអញ្ចឹងហើយលោកវិសក៏ទូចពេកក៏លេអត់កាយអានេះជាងធ្វើមិនសិនទៅចាក់ហើយក៏មិនដឹងថាលោកវិសក៏លេងអីកាទេក៏ចាប់ឲ្យគាត់នឹងលេងធ្វើជាផាឡាត់អានេះណែតែញ៉េះញោះគុណកំមុំគេនេះហើយប៉ាឡាត់ហ្នឹងក្មេងៗតូចៗក៏អាចលេងបានគ្រាន់តែស្លៀកខោអាវហើយពាក់មួកពាក់អីទៅអង្គុយបើកយន្តហោះទៅហើយគេថតរូបឲ្យណា pilot training ប៉ុន្តែខ្លាចត្រង់ថាថតរូបហើយទៅចាំយករូបទៅយករូបគេថាថតអត់ជាប់ទេឲ្យថតចង់ថតម្ដងទៀតអត់អូយមិនបាច់ក៏បានដែរដើរចុះដើរឡើងរោមមើលថាលូវីអាចលេងអីបានមើលទៅដូចជាមិនទំនងឲ្យលូវីលេងបានសោះក៏ទៅឃើញបាល់នេះក៏សួរគេទៅគេថាអានឹងចូលលេង free ទេចូលលេងទៅអត់កំណត់ម៉ោងទេនិយាយទៅមកទិញសម្បត្តិអស់200ជាងហ្នឹងលូវីអត់បានលេងអីទេបានតែមកបាញ់បាល់នឹងឯងហើយម៉ែវាមើលទៅគេស្ងាត់ដែរអត់សូវមានក្មេងក៏មកបាញ់ជាមួយកូនដែរទៅបាញ់ចុះបាញ់ឡើងក៏ឃើញអានោះភ្លើងឯតំណងក៏ទៅរៀបអង្គុយរៀបលេងចេញឈ្មោះកូនលូវីហើយបន្ទាប់ពីលេងហើយក៏មិនបានទៅណាទេក៏ត្រឡប់មកសម្រាកវិញហើយថ្ងៃហ្នឹងគឺភ្លៀងរហូតបន្ទាប់មកក៏ដល់ថ្ងៃទី3យើងញ៉ាំអាហារពេលព្រឹកហើយយើងក៏ទៅអុជធូបនាំលូវីទៅអុជធូបឲ្យតាយាយរបស់គាត់ក្រែនម៉ាក្រែនប៉ាគេនឹងហើយគោលបំណងធំដែលមកហ្នឹងគឺគោលបំណងនាំលូវីមកអុជធូបឲ្យក្រែនម៉ាក្រែនប៉ាគេនឹងឯងហើយកន្លែងនេះខ្ញុំមិនដឹងថាគេហៅអីគេទេនេះកន្លែងដែលគេតម្កល់ធាតុទៅហើយកន្លែងអាគារហ្នឹងគឺគេតម្កល់មួយតំណមួយជាន់នៅមួយជាន់ណាដែលខ្ពស់ជាងគេហ្នឹងអាហ្នឹងរៀងថ្លៃហើយទៅខាងនោះដូចជាឃើញលក្ខណៈដូចជាភ្នោហើយគេមានជាន់ទៅខាងក្រោមទៀតអាចជាន់ខាងក្រោមហ្នឹងអានឹងរៀងធូរថ្លៃតិចទៅហើយធាតុរបស់ម៉ាក់ប៉ាគាត់ហ្នឹងក៏ដាក់នៅជាន់លើគេហើយបន្ទាប់មកក៏ឆ្លៀតទៅលេងគៀភ្លោះមកផ្លេតទៅហើយខាងលើបើយើងចង់ទៅខាងលើយើងត្រូវការទិញសំបុត្រហើយក៏មិនបានឡើងទៅទេ
គឺគ្រាន់តែចូលទៅមើល shopping នៅខាងក្នុងមួយ plate ទេចាប់ត្រឹមហ្នឹងឯងហើយមកដល់ពេលនេះខ្ញុំដើរក៏ចាប់អារម្មណ៍ឃើញដំបូលceiling របស់គេបណ្ដានរបស់គេហ្នឹងគឺឃើញភ្លើងព្រិចនៅពេលយ៉ាងដើរទៅមុខទៅវាដេញទៅមុខណាឃើញគេដាក់ style អញ្ចឹងក៏ចាប់អារម្មណ៍អូខេចាការធ្វើដំណើរទៅនាំលវីទៅអុជធុកឲ្យតាយាយរបស់គាត់នៅម៉ាឡេស៊ីក៏ចាប់ត្រឹមនេះឯងចាសូមជម្រាបលាសូមអរគុណ